I'm not talking about money for Greenland yet. I might talk about that, but right now ប្រពន្ធពីរដ្ឋាភិបាលអាល្លឺម៉ង់បានប្រាប់កាសែត Reuters នៅថ្ងៃប្រហ័សថាទីក្រុងបៀឡាំងកំពុងធ្វើការយ៉ាងជិតដិតជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងប្លុកសហគមន៍អឺរ៉ុបជំវិញការគម្រាមកំហែងរបស់ទីក្រុង Washington ដែលចង់កាន់កាប់ដែនដីនៃកោះ Greenland មេដឹកនាំអឺរ៉ុបធំរួមមានអាល្លឺម៉ង់និងបារាំងជាដើមកំពុងអនុវត្តទៅតាមផែនការដែលបានគ្រោងទុកបន្ទាប់ពីអាមេរិកគម្រាមរឹបអូសដែនដីនៃកោះ Greenland របស់ប្រទេសដាណឺម៉ាកដាក់ជាចំណុះរបស់ខ្លួនលោកហ្សង់នូអែលបាហ៊ូដែលជារដ្ឋមន្ត្រីការបរទេសបារាំងបានប្រាប់វិទ្យុបារាំង France Inter Radio កាលពីថ្ងៃពុធថាសមាជិកទាំងអស់របស់សហគមន៍អឺរ៉ុបនឹងប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងរបស់ទីក្រុង Washington ដែលដាក់ដែនដីនៃកោះ Greenland ជាចំណុះហើយប្រកាសណាសមាជិករបស់សហគមន៍អឺរ៉ុបនឹងធ្វើការរួមគ្នាប្រសិនបើរឿងនេះពិតជាកើតឡើងមែននោះបើតាមរដ្ឋមន្ត្រីការបរទេសបារាំងលោកបាហ៊ូអះអាងថាទើបតែបានបញ្ចប់ការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ដែលអះអាងថាមកដល់ពេលនេះលោកបានបោះបង់គំនិតដែលថាអ្វីដែលបានកើតឡើងនៅក្នុងប្រទេសវេណេស៊ុយឡាអាចនឹងកើតឡើងដែរទៅលើដែនដីនៃកោះ Greenland នេះរីឯលោក Johannes Koskinen ដែលត្រូវជាប្រធាននៃគណៈកម្មាធិការកិច្ចការបរទេសនៃសមាជិកសភារបស់ប្រទេសហ្វាំងឡង់បានហៅស្ថានភាពនេះថាគឺប្រៀបដូចជាការបង្កើតចំនួនជាមួយនឹងអង្គការអូតង់យ៉ាងដូចនោះដែរកោះ Greenland គឺជាដែនដីនៃកោះដែលធំជាងគេបំផុតមួយនៅក្នុងពិភពលោកហើយ 80% នៃដែនដីកោះនេះគឺគ្របដណ្ដប់ទៅដោយសមុទ្រទឹកកកោះនេះមានប្រជាជនរស់នៅប្រមាណជា 60,000 នាក់កោះ Greenland ស្ថិតនៅចន្លោះអឺរ៉ុបនិងអាមេរិកខាងជើង